ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះបងប្អូនមើលមកមុខម្ហូបរបស់អ្នកខ្ញុំប្រកាសជាគាត់ថាម្ហូបថ្មីហឺហាហំហួនឯត្រូវឯចារឿងអីមិនហំហួនរឿងអីមិនហឺហាពីព្រោះអីមានសិតតែសាច់មាន់មានសាច់ប៉ាតេចម្រុះមុខហើយក៏មានជាមួយនឹងជ្រក់ដ៏ទំនងឆ្ងាញ់ទៀតចាហើយចំពោះសាច់មាន់ក៏ដូចជាសាច់ប៉ាតេគឺជាចាគឺជាអាហារសោយពីឆេងម៉េងប៉ុន្តែថ្ងៃនេះគឺអ្នកខ្ញុំចូលពួកគាត់មកប្រែក្លាយពួកគាត់ឲ្យទៅជាមុខម្ហូបដ៏សែនហឺហាចាថ្ងៃនេះគឺនាងខ្ញុំធ្វើជ្រក់ស្ពៃក្តាប់ញ៉ាំជាមួយនឹងសាច់មាន់ចាជាដំបូងគឺនាងខ្ញុំច្របាច់ឆៃថាវជាមួយនឹងអំបិលជាមុនសិនបន្តមកទៀតគឺចាក់ការ៉ុតចាច្របាច់ចូលគ្នាបន្ទាប់ពីច្របាច់ច្របល់ការ៉ុតជាមួយនឹងឆៃថាវអំបិលបានទន់ហើយក៏នាងខ្ញុំដាក់ស្ពៃក្តាប់ហើយក៏បន្ថែមនឹងអំបិលបន្តិចចូលទៅទៀតនិយាយទៅចំពោះបន្លែដែលនាងខ្ញុំយកមកធ្វើជ្រក់ហ្នឹងគឺនាងខ្ញុំយកមកច្របាច់ជាមួយនឹងអំបិលទាំងអស់តែម្ដងចាបន្ទាប់ពីច្របល់បន្លែទាំងអស់ជាមួយនឹងអំបិលហើយពេលដែលបន្លែត្រុំក៏នាងខ្ញុំយកបន្លែហ្នឹងយកទៅលាងជាមួយនឹងទឹកស្អាតចាបន្ទាប់ពីលាងសម្អាតទឹករួចរាល់ហើយគឺពូតឲ្យស្ងួតទឹកចាបន្ទាប់ពីនាងខ្ញុំលាងសម្អាតជាមួយនឹងទឹកស្អាតរួចរាល់ហើយក៏យកមកដាក់គ្រឿងផ្សំបន្ថែមមានដូចជាខ្ទឹមសខ្ទឹមក្រហមម្ទេសក្រហមហើយក៏មានជាមួយនឹងស្ករសអំបិលម្សៅស៊ុបទឹកត្រីហើយនិងទឹកខ្មេះចំពោះនាងខ្ញុំពេលដែលនាងខ្ញុំធ្វើជ្រក់នាងខ្ញុំចូលចិត្តដាក់ទឹកខ្មេះជាងទឹកក្រូចឆ្មាពីព្រោះអីសម្រាប់នាងខ្ញុំរសជាតិពេលដែលនាងខ្ញុំដាក់ទឹកខ្មេះពេលធ្វើជ្រក់គឺវាមានរសជាតិឆ្ងាញ់ចានេះសម្រាប់នាងខ្ញុំណាបើសិនបើជាបងប្អូនមានចំណូលចិត្តដាក់ទឹកក្រូចឆ្មាក៏ទៅតាមចំណូលចិត្តរបស់បងប្អូនចាបន្ទាប់ពីនាងខ្ញុំដាក់គ្រឿងផ្សំទាំងអស់ចូលទៅរួចរាល់ហើយគឺផ្អាប់ទុកចាផ្អាប់ទុកត្រឹមតែកន្លះម៉ោងគឺបានញ៉ាំហើយបងប្អូនត្រឹមតែថាមកចូលជាតិនោះគឺបានញ៉ាំតែម្ដងឥឡូវនេះក៏នាងខ្ញុំចូលមាន់មកដាក់កម្ដៅទាំងសាច់មាន់ដាក់កម្ដៅទាំងសាច់ប៉ាតេចាកម្ដៅឲ្យវាឡើងបានក្រៀមពេលដែលយើងយកមកញ៉ាំជាមួយនឹងជ្រក់គឺវាមានរសជាតិឆ្ងាញ់ចាឥឡូវនេះមាន់ក៏ដូចជាសាច់ប៉ាតេនាងខ្ញុំបានកម្ដៅរួចរាល់ហើយក៏រៀបចំដាក់ចូលជុំជាមួយនឹងជ្រក់ចាជ្រក់នេះគឺមានរសជាតិល្មមឆ្ងាញ់តែម្ដងហើយទុកតាមមួយសន្ទុះគឺបានញ៉ាំហើយបន្ទាប់ពីយើងធ្វើរួចរាល់អញ្ចឹងណាបងប្អូនទាំងអស់គ្នាចំពោះមុខម្ហូបនេះក៏យើងអាចញ៉ាំជាមួយនឹងបាយឬមួយក៏យើងអាចបន្ថែមជាមួយនឹងទឹកត្រជាក់បានគឺអែមញាក់មែនតើចាហើយឥឡូវនេះវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំសុគន្ធាក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំបើសិនជាបងប្អូនពេញចិត្តរកការបង្ហាញរបស់នាងខ្ញុំសូមបងប្អូនជួយចុច like ក៏ដូចជា share ចែករំលែកដើម្បីទទួលបាននូវវីដេអូថ្មីៗរបស់នាងខ្ញុំចាអរគុណច្រើនបាយបាយ